នាវាចម្បាំងចិនចូលចតនៅហុងកុងហើយយោងតាមសារព័ត៌មាន Global Times កងទ័ពរំដោះប្រជាជនចិន PLA បានបញ្ជូននាវាពិឃាត Nanning និង Hengyang ចូលមកកាន់ដែនទឹកទីក្រុងហុងកុងនេះគឺជាការបង្ហាញសេចក្តីយុធានិងវត្តមានដ៏អស្ចារ្យរបស់មហាអំណាចកងទ័ពជើងទឹកចិននៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថាកាលពីព្រឹកថ្ងៃប្រហ័សកន្លងទៅនេះនាវាចម្បាំងទំនើបចំនួន2គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន PLA គឺនាវាពិឃាតឈ្មោះថា Nanning និងនាវាចម្បាំង Hengyang បានបើកចូលមកដល់ដែនទឹកនៃតំបន់រដ្ឋបាលពិសេសហុងកុងជាផ្លូវការហើយតើការចុះចតរបស់នាវាចម្បាំងដ៏ធំសម្បើមទាំងពីរគ្រឿងនេះមានគោលបំណងអ្វីឲ្យពិតប្រាកដរបាយការណ៍បានបញ្ជាក់ថានាវាចម្បាំង Nanning និង Hengyang មិនមែនមកទីនេះដើម្បីធ្វើសង្គ្រាមនោះទេប៉ុន្តែវាគឺជាទស្សនកិច្ចសាធារណៈដ៏កម្រមួយនាវាចម្បាំងទាំងពីរគ្រឿងនេះបានចុះចតយ៉ាងស្កឹមស្កៃនៅឯមូលដ្ឋានកងទ័ពជើងទឹករបស់យោធាចិនដែលមានទីតាំងនៅលើកោះ Scott Carter ក្នុងទីក្រុងហុងកុងអ្វីដែលពិសេសនោះគឺកងទ័ពជើងទឹកចិនបានប្រកាសបើកទ្វារស្វាគមន៍ឲ្យសាធារណជននិងប្រជាពលរដ្ឋហុងកុងអាចឡើងទៅទស្សនានិងស្វែងយល់ដោយផ្ទាល់ភ្នែកពីបច្ចេកវិទ្យាសភាវុធដ៏ទំនើបរបស់នាវាចម្បាំងទាំងនេះអ្នកវិភាគយោធាបានគូបញ្ជាក់ថាការដាក់តាំងបង្ហាញនាវាចម្បាំងនៅពេលនេះគឺជាការបញ្ជូនសារយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់មួយដើម្បីបង្ហាញពីការបដិញ្ញាចិត្តនិងសមត្ថភាពដ៏រឹងមាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការថែរក្សាសន្តិសុខនិងការពីដែនអធិបតេយ្យភាពរបស់ទីក្រុងហុងកុងតើប្រិមិត្តយល់យ៉ាងណាចំពោះការបង្ហាញខ្លួននៃនាវាចម្បាំងរបស់ចិននៅហុងកុងនេះតើបងប្អូនចង់ឡើងទៅទស្សនានាវាចម្បាំងពិតៗបែបនេះដែរឬទេសូមខមមិនបញ្ចេញមតិនៅវីដេអូខាងក្រោម like share follow page ដើម្បីតាមដាននៅវីដេអូបន្តទៀតខ្ញុំបាទសូមអរគុណសូមគោរពលា